បាទសួស្តីបងប្អូនទាំងនេះចឹងសម្រាប់ការទិញសេវាកម្ម share ទៅលើ post របស់ Facebook ចឹងបងប្អូនអាចទិញតាមរយៈវីដេអូនេះបានអត់ពិបាកទេបងប្អូនបាទគឺយើងគ្រាន់ copy link យកទៅដាក់បញ្ជាទិញហ្នឹងគឺបានហើយបាទហើយការបញ្ជាទិញបែបម៉េចបងប្អូនអាចមើលវីដេអូនេះដល់ចប់ដែរចឹងពេលដែលបងប្អូនមាន account ក្នុង website online.com ហើយបងប្អូនចូលក្នុង website ហើយជ្រើសរើសពាក្យថា new order នេះមកបាទអូខេអញ្ចឹងពេលដែលយើងចូលហើយយើងជ្រើសរើស logo Facebook នេះមកស្រួលយើងជ្រើសរើសសេវាកម្ម share របស់ Facebook បាទអញ្ចឹងយើងអូសមកក្រោមបាទអូសមកក្រោមវាមានពាក្យថា Facebook post share បាទអានេះលក្ខណៈ post packet បាទអញ្ចឹងយើងសំដៅទៅលើ share ទេអូខេក្នុង category នេះយើងអាចជ្រើសរើសសេវាកម្មមួយណាក៏បានដែរបាទខាងលើវា support ទៅលើ post រូបភាពបាទហើយខាងក្រោមនេះក៏ support ផុសរូបភាពដែរបាទដូចនៅក្នុង title គេបញ្ជាក់ចឹងបាទក្នុងនេះគេ support ទៅលើផុសជាលក្ខណៈរូបភាពហើយចំពោះសេវាកម្មទី3គឺ support all link នេះបាទអញ្ចឹងនេះវា support all link ទៅលើការ live របស់យើងបាទ live stream ក៏វា support ដែរវីដេអូក៏វា support បាទហើយរូបភាពក៏វា support ដែរបាទអញ្ចឹងយើងអាចទិញបាន 1K វាចំណាយ0.59 សេនដោយ description នៃសេវាកម្មគេបញ្ជាក់គឺយើង copy link ឲ្យបានត្រឹមត្រូវមកបាទហើយ refill 30 day ធានាហើយ speed បាទវាអាចដើរបានរហូតដល់មួយថ្ងៃ 100k បាទអូខេអញ្ចឹងពេលដែលយើង អានេះគឺបំរាមគេទេបាទភាសាបំរាមគេអត់ពិបាកយល់ទេបើយើងហាម private link ណាបាទហើយទី2គឺកុំ order ជាន់គ្នា link ដែលយើងកំពុងទិញហ្នឹងបើយើងចង់យក link ដដែលនឹងទិញទៀតលុះត្រាតែវា complete ឬក៏ cancel ហើយសិនចាំយើងយកទិញទៀតបានអញ្ចឹងណាតែបើ link ផ្សេង share ទិញក្នុងពេលតែមួយក៏បានដែរឲ្យតែ link ផ្សេងគ្នាអូខេអញ្ចឹងពេលដែលយើងចង់ទិញយើងធ្វើរបៀបម៉េចបាទអញ្ចឹងយើងទៅ copy ឧទាហរណ៍ខ្ញុំចូលreel នេះសម្រាប់ Facebook reel អញ្ចឹងយើងចុច copy link មកបងប្អូនបាទនេះ copy link នេះមកបាទចុច share copy link កន្លែងណាក៏បានដែរបាទតោះមកយើងផាសកន្លែង link នេះមកបន្តមកទៀតយើងដាក់ចំនួនដែលយើងចង់បានឧទាហរណ៍យើងចង់បាន 5k 5000 share បាទអញ្ចឹងយើងអស់2រៀលជាងអញ្ចឹងសម្រាប់សេវាកម្មនេះវារៀងថ្លៃជាងឥឡូវអញ្ចឹងយើងទិញ 1k ក៏បាន 2k ក៏បានដែរបាទអញ្ចឹងស្រ័យលើយើងចង់ទិញទេអញ្ចឹងឧបមាថាយើងចង់ទិញ 1k ប៉ុណ្ណឹងមកវា load កាត់លើកន្លែងនេះហើយយើងមកចុចទៀតទេហើយតបមកយើងចុចខាងក្រោមនេះមកចុច submit order ហ្នឹងទៅវានឹងធ្វើការឲ្យយើងហើយបាទអញ្ចឹងសម្រាប់ការទិញ share ទៅលើ Facebook គឺអត់ពិបាកទេបងប្អូនបាទយើងមើល title តិចតួចទៅចេះទិញហើយបាទខាងក្រោមនេះគឺ share មកពី Asia អញ្ចឹងមានន័យថាការ share របស់គេហ្នឹងផ្ដោតទៅលើអាស៊ីបាទហើយនេះ share ដែរប៉ុន្តែនេះ quality វារៀងខ្ពស់ជាងឥឡូវអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបាទសង្ឃឹមបងប្អូនយល់បានខ្លះបើមានចម្ងល់អាច comment ខាងក្រោមវីដេអូឬក៏ឆាតសួរខ្ញុំបន្ថែមក៏បានដែរបាទអរគុណច្រើនបាយបាយ